ការមានឆន្ទៈនៅក្នុងការបើកអាជីវកម្មមិនថាបរិសុទ្ធឬក៏ស្ត្រីទេគឺគាត់មានសិទ្ធិនៅក្នុងការធ្វើអាជីវកម្មបានដូចគ្នាប៉ុន្តែនៅពេលដែលគាត់ធ្វើអាជីវកម្មគឺគាត់បានជៀសផុតពីការទនេគាត់ជៀសផុតពីការគាត់អត់មានអីធ្វើប៉ុន្តែគាត់បានផ្លាស់ប្ដូរមកជាការរវល់ជាមួយនឹងការប្រកបអាជីវកម្មវិញអញ្ចឹងអាជីវកម្មទូចគាត់អាចធ្វើការជាក្រុមគ្រួសារឬក៏ជាមួយនឹងខ្លួនឯងផ្ទាល់ប៉ុន្តែនៅពេលដែលអាជីវកម្មគាត់ធំគឺគាត់ត្រូវការមានអ្នកមកជួយថែមទៀតគឺគាត់អាចបង្កើតការងារសម្រាប់អ្នកដទៃទៀតអញ្ចឹងនេះគឺជាចំណុចមួយជាចំណុចចាប់ផ្ដើមបាទដែលគាត់នឹងអាចឈ្មោះទៅរកអាជីវកម្មខ្នាតធំឬក៏ធំខ្លាំងទៅទៀតដើម្បីជួយដល់មនុស្សដទៃទៀតប៉ុន្តែគឺទោះបីជាយ៉ាងណាក៏ដោយអ្នកគ្រូដ៏ស្រស់ស្អាតរបស់ពួកយើងគឺគាត់តែងតែអត់បោះបង់ទេគាត់នៅតែបន្តប្រឹក្សាយោបល់គាត់នៅតែបន្តជួយថាវាស់ស្ទង់ភាពរីកចម្រើនគឺគាត់រីកចម្រើនដល់ណាឬក៏គាត់មានចំណុចខ្វះខាតអីគាត់នឹងធ្វើការកែតម្រូវនៅទីតាំងខេត្តសៀមរាបបានគឺនៅរុនត្អែកនេះគឺយើងមានថ្នាក់បង្រៀនការធ្វើអាជីវកម្មផ្ទាល់តែម្ដងចង់ផ្លាស់ប្ដូរជីវភាពក្រុមគ្រួសារឬក៏ចង់រៀនបន្ថែមទៀតតាក់ទងមកកាន់ក្រុមការងាររបស់ពួកយើងបាន